Good afternoon, teachers. Um, my name is Chung Saf, and today I'm going to talk about what is DCL. DCLs come from the word data control language, which is consists of the command that control access to the data with sensors database. It is used to manage privileged permissions. Without DCL, any users could potentially delete an entire database or view sensitive payroll information. As I research DCL មានន័យថា DCL មកពីពាក្យថា data control language and DCL វាគឺជាផ្នែកមួយនៃ SQL ដែលយើងប្រើប្រាស់សម្រាប់គ្រប់គ្រងសិទ្ធិប្រើប្រាស់ of permission ទៅលើទិន្នន័យនៅក្នុង database DCL វាសំខាន់ព្រោះថាវាកំណត់ថានរណាខ្លះអាចចូលមើលឬក៏កែប្រែទិន្នន័យនឹងបាន and នៅក្នុង DCL there are two main primary command ដែលមាន grant ជាមួយនឹង revoke grant មានន័យថា the give command ការផ្ដល់សិទ្ធិឬក៏ការឲ្យ permission ទៅកាន់ user ណាមួយសម្រាប់ revoke មានន័យថា take back command មានន័យថាការដកសិទ្ធិអនុញ្ញាតទៅលើ user ណាមួយ and there's two that DCLs can do ទីមួយហ្នឹងគឺ grant the give command purpose របស់ grant ហ្នឹងគឺក្នុងការផ្ដល់ specific permission ឬក៏សិទ្ធិអនុញ្ញាតឲ្យ user perform task អីមួយបានដែលនៅក្នុង command privilege វាមាន select insert update ហើយជាមួយនឹង delete and ខ្ញុំបានប្រវាយជា syntax breakdown grant ហ្នឹង what the user can do on object ឬក៏ table ណាមួយ to user ណាមួយហើយ with grant នេះគឺវា option ហើយប៉ុន្តែវា special ដោយសារតើនៅពេលដែលយើងឲ្យ user ណាមួយជាមួយនឹង with grant option នេះមានន័យថា user ហ្នឹងអាចផ្ដល់ the same permission ហ្នឹងទៅកាន់ user ម្នាក់ទៀតបាន so នៅក្នុងនេះខ្ញុំប្របែកវាជា4មានដូចជាview data only add change data full control of table and with grant option សម្រាប់ view data only ហ្នឹងមានន័យថាយើងផ្ដល់ user ហ្នឹងក្នុងការមើលតែ table ចូលមើលបានឯអាចទៅបានសម្រាប់ add change ក៏អាច add ហើយ change data បាន full control មានថាគាត់មានសិទ្ធិមើល change delete អីទាំងអស់នៅក្នុង table ហ្នឹងហើយសម្រាប់ special ចុងក្រោយនេះដូចខ្ញុំនិយាយខាងលើអញ្ចឹងគាត់មានសិទ្ធិផ្ដល់ permission ទៅកាន់អ្នក user ផ្សេងទៀតបាន so ដូចនៅក្នុងនេះអញ្ចឹងខ្ញុំបានទៅសេ code ហ្នឹងហើយ but before យើងទៅសេយើងចូលទៅកាន់ beekeeper សិនមក and ខ្ញុំមាន file មួយដែលមានឈ្មោះថា school and នៅក្នុង file school ហ្នឹងខ្ញុំចង់បង្កើត query មួយដែលមាននៅក្នុង school ខ្ញុំចង់បង្កើត query មួយដែលមានឈ្មោះថា table របស់ student or student table ហ្នឹង so ខ្ញុំ copy វា and ខ្ញុំចូលទៅកាន់ beekeepers so ខ្ញុំចង់sorry school so ខ្ញុំ pass វា so ខ្ញុំចង់បង្កើត table មួយដែលមានឈ្មោះថា student so ដើម្បីបង្កើត table យើងគ្រាន់តែប្រើពាក្យថា create table then យើងវាយ information ចូល so ខ្ញុំ select នៅលើហ្នឹង so ខ្ញុំបាន table មួយដែលឈ្មោះថា student and ខ្ញុំចង់ដាក់ information ចូលទៅក្នុង table student ហ្នឹង so ខ្ញុំចូលទៅកាន់ file នេះវិញ and ខ្ញុំចង់ time value ទាំងអស់ហ្នឹងចូលទៅកាន់ table student ហ្នឹង so ដើម្បីបញ្ចូល value ចូលទៅក្នុង table យើងគ្រាន់តែប្រើ command មួយដែលមានឈ្មោះថា insert into table ដែលមាន first name ដែល value វាមាន first name last name email birthday GPA ជាមួយនឹង status so ខ្ញុំ select អាហ្នឹងហើយខ្ញុំ run selections so ខ្ញុំបានបញ្ចូល information ចូលទៅក្នុង table ហ្នឹងហើយ and ខ្ញុំចង់ដឹងថា information ហ្នឹងចូលទៅក្នុង table ហ្នឹងអត់ខ្ញុំគ្រាន់តែសរសេរពាក្យថា select ផ្កាយមានថាមើល information ទាំងអស់ហ្នឹងfrom table student and ts so នេះគឺជា information ដែលខ្ញុំបានសរសេរលើហ្នឹងអញ្ចឹងខ្ញុំមាន information របស់ table ហ្នឹងហើយអីដែលខ្ញុំត្រូវធ្វើហ្នឹងគឺវាសំខាន់នៅក្នុង DCL ដោយសារតែខ្ញុំចង់ឲ្យមាន user អាចចូលទៅមើល information នឹងទាំងអស់ហ្នឹងបាន so ដើម្បីឲ្យ user ចូលទៅមើល information ទាំងអស់ហ្នឹងបានយើងត្រូវបង្កើត comment មួយ
sorry comment មួយដែលមានឈ្មោះថា create so នេះខ្ញុំបានទៅសេហើយ comment create so control V so ខ្ញុំចង់ create user ដែលអាចចូលទៅមើល table ទាំងអស់នោះបានខ្ញុំចង់បង្កើត user A B C and D ដើម្បីបង្កើត user បានយើងប្រើ comment មួយដែលមានឈ្មោះថា create user ហើយដាក់ ដាក់ username ជាមួយនឹង localhost ហើយ define by ហ្នឹងគឺជា password so យើងទៅសេ password មក so យើង select ទាំងអស់ហើយយើង run ដោយសារតែខ្ញុំមាន table ទាំងអស់ហ្នឹងស្រាប់ so ដើម្បីនេះខ្ញុំត្រូវ drop table ដែលខ្ញុំមានស្រាប់ហ្នឹងសិនដើម្បី create table ហ្នឹងថ្មីបាន so ដើម្បី drop table យើងមាន comment នេះ so ខ្ញុំចង់ drop table A B C នឹងវិញហើយខ្ញុំបង្កើតវាថ្មី so ដើម្បី drop យើងប្រើ comment មួយដែលមានឈ្មោះថា drop user ណាមួយមក so ខ្ញុំ drop ចង់ drop ទាំង4ហ្នឹង so run selection so ខ្ញុំ drop ហើយខ្ញុំចង់បាន user ហ្នឹងមកវិញដោយយើងគ្រាន់តែទៅសេពាក្យថា comment ថា create user username ហើយ identify password ពួកគាត់នីមួយៗ so ខ្ញុំ run selection អូខេ so វា work ហើយអញ្ចឹងខ្ញុំបាន create user ហើយអញ្ចឹងហើយខ្ញុំត្រូវធ្វើបន្ទាប់ហ្នឹងវាតាក់ទងជាមួយនឹង DCL ដែលវាមាន grant ហើយ revoke ដំបូងហ្នឹងគឺ grant ការផ្ដល់សិទ្ធិអំណាចការផ្ដល់ permission ខ្ញុំចង់ផ្ដល់ permission ឲ្យ user A ហ្នឹងគាត់អាចមើលទៅកាន់ table ហ្នឹងបាន so ដូចខ្ញុំទៅសេនៅក្នុងនេះអញ្ចឹងយើងចូលមកមើលមកនៅក្នុង grant ហ្នឹងទីមួយហ្នឹងចង់ឲ្យគាត់ view data ខ្ញុំចង់ឲ្យ user A ហ្នឹង view data អញ្ចឹងខ្ញុំត្រូវប្រើ comment នេះដែលមានដែល comment ទៅសេថា grant select on table name to user ណាមួយ so នេះយើងទៅសេមក sorry so យើងចូលទៅកាន់អាហ្នឹងវិញអានេះអូខេនេះទីមួយហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យគាត់មើលទិន្នន័យនៅក្នុង table student ហ្នឹងបានទេ so ខ្ញុំសរសេរ comment មួយដែលមានឈ្មោះថា grant select on student to user A so ខ្ញុំ run selection see so user A គាត់អាចមើលទិន្នន័យនៅក្នុង table student ហ្នឹងបានហើយសម្រាប់ទី2គឺ sorry add and change data មានន័យថាគាត់អាច add ហើយ change data នៅក្នុង table ហ្នឹងបានដែលយើងប្រើ comment មានឈ្មោះថា grant insert table for table of name to user ណាមួយ so នេះ comment ហ្នឹងទៅសេថា grant insert update on student to user ខ្ញុំឲ្យសិតទៅ user B so យើង run selection ហ្នឹងមក so it's work ហើយសម្រាប់ទី3ហ្នឹងគឺ full control off មានន័យថាយើងឲ្យ user ហ្នឹងមានសិទ្ធធ្វើអីមានសិទ្ធកែសិទ្ធមើលសិទ្ធ change សិទ្ធ delete នៅក្នុង table ហ្នឹងដែលយើងប្រើ comment មានឈ្មោះថា grant or privilege on table name to user ណាមួយ so go to example នេះខ្ញុំចង់ឲ្យ user A B C D ហ្នឹងមានសិទ្ធមានថា all privilege on table student ហ្នឹងហ្មង so ខ្ញុំselect ទាំង4ហ្នឹងមកដែល comment ហ្នឹងយើងទៅសេថា grant all privilege on students to user ឈ្មោះ user មួយហើយ localhost so run selection see so ចូលហើយ and ចុងក្រោយគេ special គឺ with grant មានន័យថាយើងអាចឲ្យ user ហ្នឹងមានសិទ្ធ permission ឲ្យ user ផ្សេងទៀតដែលយើងទៅសេ comment នេះដែល grant select insert on student to user with grant option so ខ្ញុំចង់ឲ្យ permission ទៅកាន់ user D so ខ្ញុំគ្រាន់តែទៅសេ comment មួយដែលមានឈ្មោះថា grant select insert on student to user D with grant option so ខ្ញុំ run selection មកអូខេហើយ and ខ្ញុំចង់ដឹងថាខ្ញុំឲ្យ permission ហ្នឹងពួកគាត់ទទួលបាន permission ហ្នឹងអត់ so ដើម្បីមើលថាយើងចង់ដឹងថាគាត់បានឬមិនបានយើងមាន comment មួយដែលយើងអាចមើលបានដែលយើងទៅសេថា show grant for username ហ្នឹង so យើង copy អាហ្នឹងមក and pass so ខ្ញុំចង់ដឹងថា user A ហ្នឹងគាត់មានសិទ្ធិធ្វើគេខ្លះខ្ញុំគ្រាន់តែទៅសេ comment មួយឈ្មោះថា show grant for user A ហើយយើង run selection ហ្នឹងមកនេះសិទ្ធិគាត់ and B C D ដូចគ្នា B C
and D. Yes. And ទី2ទី2 B យើងចូលទៅកាន់ revoke so revoke it means that take back comment មានថាដកសិទ្ធ so purpose ក្នុងការ remove permission ឲ្យ user ណាមួយនឹងឯង and ខ្ញុំ break down syntax មាន revoke ដកសិទ្ធ on table ណាមួយ from user ណាមួយហើយ cascade នេះវា relate ជាមួយនឹងwith grant ដោយសារតែនៅពេលដែលយើងប្រើ cascade មានន័យថាយើងដក permission ពីម្នាក់នឹងហើយក៏ដក permission ពីអ្នកដែលម្នាក់នឹងឲ្យសិទ្ធដូចគ្នាដែរ so មាន4 table ដូចគ្នាដែល table ទី1ហ្នឹងគឺ remove use access ដែលយើងប្រើ command revoke select on table name from user ក្នុងគោលបំណង stop the user from being able to see the data in the table sorry ទី2ហ្នឹងគឺ remove add and change ទី3 remove access ហើយទី4ហ្នឹងគឺ remove sharing powers so ខ្ញុំបានទៅសេ comment ហ្នឹងហើយយើង copy and select so ដូចទី and យើងចូលទៅកាន់អានេះដូចទី1អញ្ចឹងខ្ញុំចង់ remove view access from user ណាមួយខ្ញុំនឹងប្រើ comment នេះ so យើងទៅសេមក revoke select on student from user A ខ្ញុំចង់ដកសិទ្ធចេញពី user A ខ្ញុំ run selection អាហ្នឹងមក so ខ្ញុំដកសិទ្ធហ្នឹងហើយ and ទី2ខ្ញុំចង់ remove add and change from user ណាមួយផ្សេងទៀត so ខ្ញុំគ្រាន់តែប្រើ comment revoke insert update on table name from user នេះមួយ in order to prevent the user from adding or modify record so let's go to see the example យើងទៅសេ comment ថា revoke insert update on student from user B ខ្ញុំចង់ដកសិទ្ធពី user B ខ្ញុំ run selection so it's work and ទី3 remove of access មានន័យថាគាត់អត់អាចមើលអត់អាច edit អត់អាច delete អីទាំងអស់ដែលយើងមាន comment មួយយើងប្រើថា revoke all privilege on table name from user ណាមួយ in order to complete a stripe the user of all power over the specific table and comment ហ្នឹងយើងទៅសេថា revoke all privilege on student from user D ខ្ញុំចង់ដកសិទ្ធចេញពី user D so ខ្ញុំ run selection so it's work yes and ចុងក្រោយគេហ្នឹងវា relate ជាមួយនឹង with grant mission ហ្នឹងដោយសារតែខាងលើនេះខ្ញុំផ្ដល់សិទ្ធឲ្យទៅ user D ចឹងខ្ញុំចង់ដកសិទ្ធចេញពី user D ហ្នឹងវិញខ្ញុំគ្រាន់តែទៅ say comment មួយដែលមានដែលទៅ say ថា revoke grant option on table name from user ណាមួយ so yes ខ្ញុំចង់ដកសិទ្ធចេញពី user D ខ្ញុំគ្រាន់តែ say ថា revoke grant option on student from user D and ខ្ញុំ run selection អូខេ so ខ្ញុំចង់ដឹងថាខ្ញុំដកសិទ្ធបាននៅអញ្ចឹងយើងប្រើ comment លើដដែលហ្នឹងយើងចូលមើលទៅ show grant for user D and run selection yes so យើងមើលយើងដកសិទ្ធគាត់ហើយយើងចង់ឲ្យសិទ្ធគាត់វិញយើងគ្រាន់តែទៅ say comment ដដែល grant select insert on student to user D and with grant option ហ្នឹងមក select យើងចូលមើលទៅគាត់មានសិទ្ធវិញហើយ yes and this is all of my presentation and thank you teacher